បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកជួបគ្នាវិញម្ដងទៀតហើយបាទហើយថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនបន្តិចតកតងជាមួយនឹងការដាំដើមក្រូចឆ្មាយើងណាដាំដើមក្រូចនៅក្នុងផើងហើយដាំនៅក្នុងផើងនៅលើដំបូលផ្ទះទៀតដោយបងប្អូនឃើញនេះនៅលើដំបូលផ្ទះខ្ញុំចឹងវាមានដើមឈើច្រើនវាមានដើមទឹមដើមមូនដើមម្នាស់ដើមក្រូចឆ្មាដើមផ្សេងទៀតដូចពេញប៉ោះអីនោះក៏មានដែរហើយមានដើម blackberry ទៀតហើយថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនតិចតទៅជាមួយនឹងដើមក្រូចព្រោះអីដើមក្រូចនេះខ្ញុំដាំហើយអនុវត្តនៅវិធីទាំងអស់នេះសម្រាប់លក្ខខណ្ឌដែលយើងដាំនៅក្នុងផើងឃើញថាវាបានផលល្អដោយបងប្អូនឃើញចាំមើលខ្ញុំបង្ហាញបងប្អូនថាតើដាំក្នុងផើងរបស់ខ្ញុំហ្នឹងវាផ្លែល្អយ៉ាងណាហើយនេះគឺខ្ញុំបង្ហាញពីមួយជ្រុងដោយបងប្អូនឃើញណានេះដើមនេះបងប្អូនឃើញនេះផ្លែនេះវាទៅផ្លែច្រើនមែនតើបងប្អូនឃើញនេះផ្លែច្រើនមែនតើបាទនេះគឺផ្លែក្រូចណាហើយនេះបងឃើញនេះផ្លែច្រើនមែនតើនិយាយទៅស្រឡាញ់ហ្មងហើយសួរថាអានេះយើងដាក់ជីគីមីឬក៏ដាក់អីឬក៏យើងដាំនៅលើដីធម្មតាឬក៏យ៉ាងម៉េចអានេះមិនមែនទេបងប្អូនគឺយើងដាំនៅក្នុងផើងហើយចាំមើលទៀតខ្ញុំបង្ហាញបងប្អូនថាផើងនឹងផើងទំហំប៉ុណ្ណាបងប្អូនអាចចាំមើលណាអានេះគឺមួយខាងនោះបងប្អូនឃើញខៀវសិតផើងឯងអានេះខ្ញុំចូលនៅជ្រុងមួយខាងហើយចាំតិចទៀតខ្ញុំនឹងទៅជ្រុងមួយខាងទៀតតើខ្ញុំនឹងបង្ហាញបងប្អូនថាផើងហ្នឹងវាទំហំប៉ុណ្ណាហេតុអីបានជាដាំទឹកផ្លែល្អយ៉ាងនេះក្រូចឆ្មាយើងច្បាច់ទឹកហូបជ្រក់ធម្មតាហ្នឹងប៉ុន្តែទឹកល្អបងប្អូនឃើញផ្លែវាក៏ធំល្អដូចនេះធំមិនទាន់ចាស់អាចយកទឹកបានទេដូចនោះអីនោះតែធំល្អហើយទឹកច្រើនទឹកបាច់មកឆ្វាច់ហ្មងមិនធំដូចក្រូចឆ្មាលក់ឲ្យផ្សារពេកទេប៉ុន្តែក៏គ្រាន់បើដែរទំហំវាហើយទឹកច្រើនពិសេសគឺទឹកច្រើនច្បាច់មកអត់មានរាងស្ងួតទេគឺច្រើនហ្មងទឹកវាហើយនេះធុងដែលខ្ញុំដាំក្រូចឆ្មាហ្នឹងធុងអាខៀវដែលយើងនេះនិយាយទៅបើយើងអោបទៅមកអោបនេះកម្ពស់វាប្រហែលជា6ទឹកធុងនេះ5ទឹក6ទឹកកន្លះម៉ែត្រហ្នឹងនេះប៉ុណ្្នឹងទេហើយមើលដើមក្រូចនេះតិចឃើញវីដេអូនេះថាកាត់តកាត់អីតែមិនមែនកាត់តទេណានៅវីដេអូជាក់ស្ដែងដែលខ្ញុំថតនៅដើមក្រូចឆ្មារបស់ខ្ញុំហើយខ្ញុំដាំនេះគឺដាំលក្ខណៈធម្មជាតិដាក់ជីធម្មជាតិដាក់អីទាំងអស់អញ្ចឹងឃើញវាផ្លែបានល្អនេះល្អមែនតើចង់និយាយថាឃើញដើមក្រូចហ្នឹងស្រឡាញ់តែហ្មងឃើញដើមក្រូចហ្នឹងស្រឡាញ់ហ្មងផ្លែគ្រប់ជ្រុងនៃដើមគ្រប់មេឃហ្មងផ្កាក៏ផ្កាដល់នោះអីចេញផ្កានេះចេញផ្កាមកទៀតហើយអាណាផ្កាក៏ផ្កាអាណាផ្លែក៏ផ្លែធំអញ្ចឹងវាមានតាមលំដាប់របស់វាហើយបកទៅប្រធានបទយើងមិញថាតើយើងដាំយ៉ាងម៉េចដើម្បីឲ្យបានក្រូចនិងផ្លែច្រើនយ៉ាងនេះហើយពិសេសហ្នឹងគឺក្រូចនេះគឺដាំនៅលើដំបូលផ្ទះហើយនៅក្នុងផើងទេនេះដោយបងប្អូនឃើញហើយណានៅក្នុងផើងទេអញ្ចឹងបងប្អូនអាចសាកល្បងមើលបើសិនជាបងប្អូនដាំទៅបានជោគជ័យបងប្អូនអាចសាកល្បងមើលវិធីដែលខ្ញុំធ្វើនេះខ្ញុំជាក់ស្ដែងខ្ញុំមិនមែនជាអ្នកជំនាញកសិកម្មមិនមែនអ្នកឯកទេសខាងកសិកម្មទេប៉ុន្តែអានេះគឺជាអ្វីដែលខ្ញុំសាកល្បងទៅឃើញថាវាបានជោគជ័យសម្រាប់ខ្លួនខ្ញុំហ្នឹងណាហើយល្អមែនតាមធម្មតាបើនិយាយចំពោះការថែទាំ
គឺខ្ញុំផ្ដោតទៅលើជីប៉ុន្តែជីនេះគឺជីធម្មជាតិជីដែលខ្ញុំដាក់ស្អីនេះដាក់លាយជីក្បាលត្រីអាក្បាលត្រីដែលយើងទីសុំគេពីផ្សារមកណាក្បាលត្រីពោះត្រីជាមួយកាកបន្លែកាកអីហ្នឹងយកមកលាយគ្នាហើយផ្អាប់ទុកហើយយើងទុកវាបាន 3-4 ខែទុកនៅក្នុងផើងហ្នឹងខ្ញុំទិញអាមួយទាំងមូលមកខ្ញុំផ្អាប់ជីនឹងទុកកាកបន្លែកាកស្អីក៏ដោយកាឆ្អឹងត្រីឆ្អឹងមាន់អីក៏ដោយដែលយើងហូបសល់យកមកដាក់មកហើយចាំឲ្យវាកាច់បាន 3-4 ខែចាំយើងយកមកប្រើហើយមកនៅពេលប្រើចំពោះជីហ្នឹងគឺខ្ញុំប្រើជារៀងរាល់អាទិត្យតែហ្មងចង់និយាយថាមួយអាទិត្យគឺខ្ញុំដាក់ចាក់ម្ដងមួយអាទិត្យហើយម្ដងនេះចំពោះមួយគល់នេះខ្ញុំចាក់ប្រហែលជា1 លីត្រគឺចាក់រាល់អាទិត្យអត់ដែលខានទេគឺចាក់រាល់អាទិត្យយកតែម្ដងចាក់រាល់អាទិត្យហ្នឹងគឺចង់និយាយថាចាក់រាល់អាទិត្យជីហ្នឹងក្នុងមួយអាទិត្យចំណូលវាប្រហែល1 លីត្រហើយ1 លីត្រហ្នឹងគឺយើងចាក់ជុំវិញគល់ហ្នឹងចាក់ជុំវិញកុំឲ្យចាក់ម្ដុំចាក់ជុំវិញគល់ហ្នឹងហើយបន្តមកទៀតនេះយើងមានស្កៃដូងអីនេះស្កៃដូងនេះយើងយកមកក្រាលនៅតាមលើមាត់ធុងហ្នឹងក្នុងគូក្រូចហ្នឹងគឺដើម្បីជួយកាត់កម្ដៅចាក់ទឹកទៅឲ្យវានៅបានយូរបាទហើយតកតងជាមួយនឹងរឿងដាក់ជីគឺខ្ញុំដាក់ប៉ុណ្ណឹងនេះគឺជីធម្មជាតិសតហើយបន្តមកទៀតតកតងជាមួយនឹងការថែចង់និយាយថាការថែទាំតកតងជាមួយនឹងការថែទាំទឹកចំពោះការថែទាំទឹកក៏វាជាកត្តាសំខាន់ដែរចង់និយាយថាទឹកគឺខ្ញុំស្រោចអត់ឲ្យដាច់ទេចង់និយាយថា2 ថ្ងៃគឺខ្ញុំស្រោចម្ដង2 ថ្ងៃឬក៏3 ថ្ងៃចន្លោះយ៉ាងយូរ3 ថ្ងៃពេលដែលស្រោចគឺស្រោចយកមកជោគតែម្ដងស្រោចចង់និយាយថាឲ្យជោគជាប់តែម្ដងអញ្ចឹងបន្ទាប់ពីយើងស្រោចទឹកហើយយើងមានចំណុចមួយទៀតដែលយើងត្រូវផ្ដោតសំខាន់ដែរគឺតកតងជាមួយនឹងការតុបតែងមែករបស់វាអញ្ចឹងមែកវានៅពេលដែលអាណាផ្លែហើយចង់និយាយថាណាផ្លែហើយអញ្ចឹងដូចអានេះអីផ្លែហើយមានស្នាមអីចេះឬក៏មែកអន់កាត់ចោលវាទៅនេះដូចអានេះអីអានេះវាងាប់ហើយខ្ញុំកាត់ចោលវាអាមែកណាដែលអត់ផ្លែកាត់ចោលទៅណាដើម្បីឲ្យក្រូចហ្នឹងវាយកជីដែលវាបឺតពីធុងដែលយើងដាក់ហ្នឹងទៅចិញ្ចឹមមែកណាដែលល្អដែលមានផ្លែផ្កាអញ្ចឹងវាមានកម្លាំងគ្រប់គ្រាន់វាអត់ខ្ជះជាជីទៅចិញ្ចឹមអាមែកដែលអត់បានការដោយអាមែកនេះមែកស្អុយនេះមែកស្អុយអញ្ចឹងណាមែកចេះទៅកាត់ចោលអស់ទៅកាត់តែអាណាមែកដែលអត់ផ្លែអត់ផ្កាហ្នឹងគឺកាត់វាចោលទៅបាទបន្ទាប់ពីខ្ញុំអនុវត្តគ្រប់មិនថាគ្រប់ទេចង់និយាយថាអនុវត្តប្រហែលចំណុចហ្នឹងខ្ញុំឃើញថាការផ្លែផ្កាការលូតលាស់មែកដើមរបស់វាគឺល្អដោយបងប្អូនឃើញណាខៀវហើយមែកវាមើលទៅកម្លាំងស្លឹកវាខៀវល្អហើយផ្កាចេញមកច្រើនហើយអញ្ចឹងការថែទាំរបស់ខ្ញុំដែលខ្ញុំដាំក្រូចនៅក្នុងផើងជ័រនេះគឺមានតែប៉ុណ្ណឹងហើយបើសិនជាបងប្អូនចង់សាកអីអាចសាកប្រើមធ្យោបាយខ្ញុំនេះបានដោយការមើលទៅចំណុចទាំង3ដែលខ្ញុំនិយាយមិញទី1ការដាក់ជីទី2ការដាក់ទឹកទី3ការតាប់តែងមែកធៀងរបស់វាអាហ្នឹងឃើញថាការប្រែប្រួលរបស់ដំណាំរបស់យើងគឺល្អបាទហើយសម្រាប់វីដេអូនេះផងដែរគឺខ្ញុំមានតែប៉ុណ្ណឹងសម្រាប់ចែករំលែកដល់បងប្អូនហើយបើសិនជាបងប្អូនមានចម្ងល់អីអាចដាក់ comment នៅខាងក្រោមនេះបានសួរខ្ញុំបានបន្ថែមហើយបើសិនជាខ្ញុំឆ្លើយបានខ្ញុំនឹងឆ្លើយបើសិនជាខ្ញុំឆ្លើយមិនបានខ្ញុំអាចសួរគេផ្សេងឆ្លើយបានខ្ញុំនឹងសួរប៉ុន្តែដូចជាការបញ្ជាក់ខាងលើរបស់ខ្ញុំមិញអញ្ចឹងដែរខ្ញុំមិនមែនជាអ្នកជំនាញឯកទេសអីទេផ្នែកកសិកម្មអានេះគ្រាន់តែជាការសាកល្បងរបស់ខ្ញុំផ្ទាល់ក្នុងការដាំដំណាំក្រូចនៅក្នុងផើងណាបងប្អូន
បាទហើយជាចុងក្រោយសូមអរគុណដល់បងប្អូនពុកម៉ែមានមីងទាំងអស់ដែលបានទស្សនាវីដេអូនេះតាំងពីដើម